ฉันสู้លោកពិតជាថ្លាមធំមែនហ៊ានប៉ះពាល់ដល់លោកលឹមលោកដឹងទេគាត់ជាតកាថ្មីរបស់លោកត្រូវបញ្ឈប់ហើយឥឡូវឆាប់រៀបចំអីវ៉ាន់ចេញទៅអាឡូនាយិកាអត់ទេលោកឈិនលោកនៅចាំស្អីទៀតមិនក៏មិនឆាប់ដេញវាចេញទៅឲ្យខ្ញុំដេញអ្នកណាខ្ញុំគួរតែដេញឯងទើបត្រូវលោកឈិនមិនបានជាលោកតែកំភ្លៀងខ្ញុំអមស្រីធ្វើចាំដូចជាបង្ខំគេពេកហើយនិយាយជាមួយយើងបែបហ្នឹងអីហ៎ដោយសារតែបានគ្រួសារយើងទេទើបឯងបានធ្វើជាមេការនៅវាមានអ៊ីនឈៀចំជារមិលគុណមែនអមស្រីខ្ញុំបានធ្វើជាមេការនៅវាមានអ៊ីនឈៀសំអាងលើសមត្ថភាពខ្លួនឯងមិនពាក់ព័ន្ធជាមួយនឹងគ្រួសារវាងទេឯងហ៊ានតមាត់ជាមួយនឹងយើងផងអីថ្ងៃនេះយើងបដៅឯងចំនួនម្ដាយឯងហើយល្មមបានហើយអាសម្រាមហ៊ានរារាំងយើងផងការពិតពួកឯងទាំងពីរអ្នកបែបត្រូវដងត្រូវផ្លែគ្នាហើយបើទៅបានចការពារវាឈិនសុំបីប្អូនថ្លៃឯងក៏ឯងមិនលើកលែងឯងមិនស្មានសត្វដេរឆានផងកុំនិយាយផ្ដេសផ្ដាសបានទេខ្ញុំនឹងបងថ្លៃគ្មានពាក់ព័ន្ធទេហៅដូចជាស្និទ្ធស្នាលណាស់មើលទៅប្រុសស្នេហ៍និងស្រីស្នេហ៍ពីរអ្នកនេះខុបខិតគ្នាយូរមកហើយចង់បានទ្រព្យសម្បត្តិគ្រួសារវាងយើងតើយ៉ាងសឹងកុំនិយាយជាមួយវាច្រើនឆាប់បកអាក្រាតពួកវាទៅឲ្យវាខូចឈ្មោះថ្ងៃនេះខ្ញុំនឹងបង្ហោះរូបភាពពួកឯងនៅក្នុងអ៊ីនធឺណិតឲ្យមហាជនបានឃើញថាមុខមាត់ពួកឯងគួរស្អប់ខ្ពើមយ៉ាងណាលៀមឈិនឯងចង់លេងបីស្អីទៀតហើយអាសម្រាមឯងចង់ធ្វើបាបយើងផងជឿថាយើងឲ្យបងស្រីសម្រាប់ឯងទេយ៉ាងសឹងបានហើយដោយសារតែឯងកាន់ទូរស័ព្ទបញ្ជាប់ស្រីថោកទាបឯងនេះសំអាងខ្លួនឯងមានឋានៈជាមេការមិនទុកពួកយើងនៅក្នុងភ្នែកឯងទេមានរឿងអីមិនក៏ស្រែកលោឡាយ៉ាងនេះនាយកឈិនមកចំពេលល្អណាស់នេះគឺម៉ាក់នឹងបងប្រុសរបស់ទេពចម្បាំងអ៊ីយ៉ានតាមានបញ្ហាអីនាយកឈិនគឺអាចោមអាសៀតនេះចូលវិមានអ៊ីនឈៀចិត្តឯងហ៊ានបង្ករឿងទីនេះឆាប់ដេញពួកវាចេញទៅថាម៉េចចំចិត្តថ្លើមធំមែនហ៊ានបង្ករឿងនៅកន្លែងនេះនាយកឈិនមិនមែនចឹងទេពួកគេរករឿងគ្មានហេតុផលមេកាវាងនាងគួរតែដឹងថាសន្តាគាររបស់យើងតែងតែគោរពភ្ញៀវណាស់អ្នកប្រុសវាងជាភ្ញៀវពិសេសរបស់សន្តាគារយើងនាងមិនទទួលឲ្យបានល្អថែមទាំងនាំអ្នកក្រៅចូលមកដោយចិត្តឯងដឹងថាធ្វើខុសទេនាយកឈិនខ្ញុំអ្នកយាមឆាប់ចាប់អាម្នាក់នេះបោះចេញទៅក្រៅទៅវាមានអ៊ីនឈៀគេទទួលភ្ញៀវរបៀបហ្នឹងមែនទេសន្តាគារនេះទទួលតែភ្ញៀវ VIP មិនមែនអ្នកក្រីក្រទេលោកស្រីវាងនិងអ្នកប្រុសវាងមានភាគហ៊ុន30លាននៅក្នុងសន្តាគារជាសមាជិកកាន់មាសជាភ្ញៀវ VIP លំដាប់ខ្ពស់ចំណែកឯងគេមិនឲ្យចូលសូម្បីតែមាត់ទ្វារវាមានអ៊ីនឈៀត្រឹមតែ30លានដល់ថ្នាក់លោកអោនលំទោនដាក់គេត្រឹមតែ30លានមែនទេលឹមឈិនឯងចាំជាអ្នកស្រ័យមែនអាចធ្លាប់ឃើញលុយច្រើនប៉ុណ្ណឹងទេអាចខ្លាយជាសមាជិកកាន់មាសវាមានអ៊ីនឈៀស្មានថាស្រួលមិនមែនពឹងតែលុយអាចដោះស្រាយបានទេត្រូវពឹងលើអំណាចមិនមែនពឹងលើតែលុយអាចដោះស្រាយបញ្ហាបានទេត្រូវពឹងលើអំណាចនិងសាវតាទាល់តែលំដាប់អភិជនដូចជាពួកយើងទើបមានសិទ្ធិទទួលបានសមាជិកកាន់មាសចំណែកឯងសូមបីតែចង់ធ្វើជាអ្នកអនាម័យនៅទីនេះក៏គ្មានសិនឆាប់ថយចេញទៅបើមិនអញ្ចឹងទេក៏មិនទោះថាខ្ញុំមិនគួរសមណាឥឡូវលោកមានគ្រប់ខ្ញុំទេបងថ្លៃបានហើយសាវតាវាមានអ៊ីឈីមិនមែនធម្មតាទេមានពាក់ព័ន្ធជាមួយនឹងគ្រួសារមុខមិនមែនពួកយើងអាចប៉ះពាល់បានទេចង់ល្អពួកយើងត្រឡប់ទៅវិញទៅចំណែកលោកតាចាំខ្ញុំទូរស័ព្ទសុំទោសគាត់ចុះប៉ះពាល់ដល់អារម្មណ៍របស់យើងហើយចង់ទៅមិនមែនជាការងាយស្រួលទេលឹមឈិនលើកមុនអាចធ្វើឲ្យយើងរបួសយើងមិនទាន់ជំរះបញ្ជីផងឥឡូវឆាប់សងថ្លៃថ្នាំឲ្យយើងមកបានឯងចង់បានប្រមាណរឿងនេះបើបូកទាំងថ្លៃថ្នាំថ្លៃខូចសតិអារម្មណ៍ថ្លៃខាតការងារសរុបទៅគឺ30លានថាម៉េច30លានវាងយ៉ាងសឹងឯងដូចជាជ្រុលពេកហើយគេជំពាក់ពួកយើងប៉ុន្តែយល់ដល់គេជាអ្នកក្រគ្មានលុយច្រើនដើម្បីសងទេអញ្ចេះតែចោះលឹមឈិនឆាប់ដុតជង្គង់នៅមុខយើងហើយព្រោះឲ្យដូចឆ្កែថាมันបានយើងអាចយកយល់ឲ្យឯងប្រហែលថ្ងៃបានចង់បានលុយសងមែនទេចាំខ្ញុំឲ្យទុកថាឯងឆ្លាតស្រីចង្រៃហ៊ានវាយយើងផងសងប៉ុណ្ណឹងពេញចិត្តនៅនេះស្រីថោកទាបហ៊ានលើកដៃវាយប្អូនឯងផងឲ្យឈួតទេអីគួរធ្វើខុសជាកំហុសម្ដាយបើមិនចេះបដៅឲ្យគេគ្រប់អ្នកដទៃប្រកាសជាមានមនុស្សចង់បដៅជំនួសម្យ៉ាងទៀតគេធ្វើឲ្យបាយបន្តោងគុជម្ដាយខ្ញុំមិនទាន់ជំរះបញ្ជីផងឥឡូវធ្វើមុខមកឲ្យខ្ញុំមើលគិតថាខ្ញុំស្រួលធ្វើបាបសំមុខឯងហើយអ្នកណាឯងយកអីវ៉ាន់អ្នកស្លាប់ទៅទុកក្នុងផ្ទះយើងពិតជាអពមង្គលមែនអញ្ចឹងតើបានជាគ្រួសារវាងមួយរយៈនេះហុងស៊ុយមិនសូវល្អតាមពិតគឺមកពីឯងនេះសោះគ្រួសារវាងពួកឯងនេះចំជាមិនដឹងងាប់មែនពួកឯងប្រហែលពេកហើយហ៊ានវាយអ្នកប្រុសវាងនៅចំពោះមុខយើងផងចំជាមិនទុកវិមានអ៊ីនឈៀនៅក្នុងកែវភ្នែកឆាប់លុតជង្គង់សុំទោសអ្នកប្រុសវាងភ្លាមទៅតើលោកជាស្អីដែរហ៊ានបញ្ជាខ្ញុំយើងជានាយកវិមានអ៊ីនឈៀកន្លែងនេះយើងជាអ្នកសម្រាញ់បើឯងមិនលុតជង្គង់យើងនឹងឲ្យគេវាយឲ្យតតទៅលុតកុំអីលោកនាយកមិនពាក់ព័ន្ធនឹងបងថ្លៃខ្ញុំទេចាំខ្ញុំលុតជង្គង់សុំទោស
ចង់លេងសើចជាមួយខ្ញុំនាយកវិមានអ៊ីនឈៀត្រូវទេលន់ណាលោកត្រូវបញ្ឈប់ពីការងារថាម៉េចបញ្ឈប់ខ្ញុំខ្ញុំអត់ច្រឡំទេលៀមឈិនតើឯងសំអាងលើអីចង់បញ្ឈប់នាយកឈិនគិតថាខ្លួនឯងជាណាថាការវិមានអ៊ីនឈៀមែនទេមិនខុសទេខ្ញុំជឿថាការវិមានអ៊ីនឈៀគួរឲ្យអស់សំណាចណាស់ហើយយ៉ាខ្លួនជាអ្នកក្រចង់ធ្វើជាថាការវិមានអ៊ីនឈៀយើងផងត្រូវការរបស់វិមានអ៊ីនឈៀគឺជាអ្នកនាងធំគ្រួសារមុខគឺមុខពេញនិញមុខពេញនិញជាថាការរបស់លោកកាលពីមុនចំណែកខ្ញុំជាថាការបច្ចុប្បន្នមុខពេញនិញជាថាកាយលោកពីមុនចំណែកខ្ញុំជាថាកាយបច្ចុប្បន្នហើយបានហើយកុំនិយាយព្រាយផ្ដាស់នៅទីនេះមិនក៏មិនឆ្លុះកញ្ចក់មើលខ្លួនឯងផងទៅមុខរបៀបនេះចង់ធ្វើជាតកែរបស់ពួកយើងអីមិនជឿមែនទេត្រឹម1នាទីឈិនសួរវិមានអ៊ីនឈៀឲ្យរៀបចំអីវ៉ាន់ថយចេញលៀមឈិនអើយលៀមឈិនឯងពូកែសម្ដែងមែនសមត្ថភាពឯងមិនអាចសម្ដែងភាពយន្តខ្នាតខ្លីគួរឲ្យស្ដាយខ្លាំងណាស់ណ៎មែនហើយបើកុំតែពួកយើងដឹងថាឯងជាមនុស្សចំអាសៀតកុំអីត្រូវគេបោកប្រាស់បាត់ទៅហើយអាឡាដាខ្ញុំប្រាប់ឯងទៅចុះណាថាការវិមានអ៊ីនឈៀមាននិមិត្តរូបបញ្ជាក់ពីឋានៈនោះគឺជាកាតខ្មៅមួយសន្លឹកបើតាមខ្ញុំដឹងណាកាតខ្មៅនោះសពថ្ងៃនៅក្នុងដៃរបស់អ្នកនាងមុខពេញនិញលោកនិយាយពីរបស់នេះមែនទេនេះជាកាតខ្មៅវិមានអ៊ីនឈៀមែនតើអាមិនបានជាគេមានលៀមឈិនឯងគ្រាន់តែយកកាតមួយសន្លឹកមកបង្ហាញគាត់ថាគេចាញ់បោកឯងមែនទេវាអាចជាកាតជិះរថយន្តក្រុងទេដឹងឈិនសួរលោកពិតជាថ្លាមធំមែនហ៊ានប៉ះពាល់ដល់លោកលឹមលោកដឹងទេគាត់ជាតកែថ្មីរបស់លោកត្រូវបញ្ឈប់ហើយឥឡូវឆាប់រៀបចំអីវ៉ាន់ចេញទៅអាឡូនាយិកាអត់ទេលោកឈិនលោកនៅចាំស្អីទៀតមិនក៏មិនឆាប់ដេញវាចេញទៅឲ្យខ្ញុំដេញអ្នកណាខ្ញុំគួរតែដេញឯងទើបត្រូវលោកឈិនមិនបានជាលោកផ្ទះកំភ្លៀងខ្ញុំ